បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកកាន់ទឹកដីខាងភូមិខ្វិតស្រុករលៀបអ៊ីបាទខេត្តកំពង់ឆ្នាំងបាទថ្ងៃនេះយើងបានមកចប់មកសពគ្រប់ផ្ទះវីឡារបស់យើងមួយទៀតហើយដែលមានទំហំខ្នាត5កន្លះ12បាទគាត់តផ្ទះបាយទៅខាងក្រោយ3ម៉ែត្របាទគាត់យកផ្ទះបាយខាងក្នុងទេបាទហើយគាត់យក3បន្ទប់គេងបងប្អូនមកផ្ទះនេះ3បន្ទប់គេងនឹងកន្លែងទទួលភ្ញៀវបាទអញ្ចឹងសម្រាប់បងប្អូនដែលមានថវិកាសមល្មមបាទឬក៏យើងមានប្រភេទដីតូចក្បាលតូចអីបងប្អូនអាចមើលម៉ូតនេះបានបាទបើក្បាល5កន្លះហ្នឹងបងប្អូនបាទក្បាល5កន្លះមកតែយើងឆ្នៃម៉ូតឲ្យមកស្អាតមែនតើបាទតកតងមួយកញ្ចក់ហ្នឹងបងប្អូនចង់បានប្រភេទព្រះអាទិត្យចឹងក៏បានឬក៏ប្រភេទមួយទៀតផ្កាច័ន្ទក៏បានដែរបាទហើយខាងមុខនេះគឺយើងបំពាក់ទ្វារឈើសក្រំហើយមានពូលយោលអីមកស្អាតណាបាទអញ្ចឹងបងប្អូនអាចមើលម៉ូតនេះទុកជាគំរូបាទវីឡាស្អាតមែនតើពោះស្រឡះបងប្អូនបាទពោះស្រឡះដោយសារខឿនយើងឲ្យ7ទឹកបាទពីដីចាស់ត្រឹមក្រូហ្នឹង7ទឹកបាទហើយពីដីដល់ចុងដបូលកម្ពស់7.3ម៉ែត្រអញ្ចឹងពោះស្រឡះមែនតើបាទហើយពណ៌នេះស្អាតណាស់ពណ៌ផ្សែងបរិយបាទលាយគ្នាណាស្រាលជាមួយនឹងផ្សែងបរិយចាស់បាទលាយគ្នាអញ្ចឹងនៅក្នុងតម្លៃនេះគឺយើងបានទ្វារឈើធំបាទទ្វារសក្រំហើយសម្រាប់តាមបន្ទប់យើងសុវត្ថិភាពធម្មតាហើយយើងបានក្រូនជាង1.3ម៉ែត្របាទពីកន្លែងទទួលភ្ញៀវដល់ផ្លូវចេញទៅផ្ទះបាយបាទហើយស៊ីម៉ងយើងប្រើស៊ីម៉ងខេឬស៊ីម៉ងអូតទៅតាមបងប្អូនចង់ប្រើណាម្ចាស់ផ្ទះចង់ប្រើមួយណាយើងដាក់ឲ្យមួយនឹងដែកយើងប្រើដែកម៉ាក់វីបាទកម្លាំង390ពេញបាទហើយសម្រាប់ថ្នាំយើងប្រើជូតាន់បាទគុណភាព5ឆ្នាំបងប្អូនជូតាន់គុណភាព5ឆ្នាំក្រូយើងប្រើក្រូចិនបាទហើយកញ្ចក់5ជាន់សាច់ម៉ាបតែម្ដងហើយកន្លែងតសនេះគឺយើងបំពាក់ជាមួយនឹងក្រូដេកូក្រើមហើយនឹងពូល4គ្រាប់បាទពេលយប់អីបើកភ្លើងស្អាតពូលពេលរាត្រីបងប្អូនបាទអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍បាទអាចមើលម៉ូតនេះទុកជាគំរូបានបាទក្បាលតូច5កន្លះមានដីតូចអីមើលម៉ូតនេះបាទស្អាតនេះចំហៀងផ្នែកខាងឆ្វេងបងប្អូនណាបាទខាងឆ្វេងយើងមានពូច3បាទដើម្បីយកពលឺចេញចូលហើយកញ្ចក់យើងប្រើរ៉ៃស៊ីនបងប្អូនណាបាទរ៉ៃស៊ីន09បាទហើយនឹងមានទ្វារចេញចំហៀងបាទផ្ទះបាយមួយបាទគាត់តផ្ទះបាយទៅខាងក្រោយបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលຂະຫນាតនេះបានបាទຂະຫນាត5កន្លះ12ហើយតផ្ទះបាយទៅខាងក្រៅណាបាទហ្នឹងយើងធូរតម្លៃជាងដែលយើងយកវែងហើយដាក់ផ្ទះបាយនៅខាងក្នុងបាទយើងយកប៉ុណ្ណឹងទៅក៏បានដែរបងប្អូនបាទនឹងយើងទៅតាមការយើងជជែកគ្នាណាបាទសំរុំក្នុងការរស់នៅបងប្អូនបាទសំរុំក្នុងការរស់នៅសម្រាប់គ្រួសារទ្វារឈើយើងប្រើប្រភេទសក្រំបងប្អូនបាទសក្រំបាទមានប៉ាណូធំសងខាងបាទប៉ាណូធំសងខាងហើយទ្វារនេះគឺយើងសម្ងួតវាមកតង់ហើយយើងចំហុយមកតង់ទៀតបាទដើម្បីកុំឲ្យថ្ងៃក្រោយទៅវាប្រេះបាទអញ្ចឹងមកមានការប្រេះគឺយើងមានការធានាបាទធានាត្រឹមត្រូវណាបាទនេះយើងចូលមកកន្លែងទទួលភ្ញៀវបងប្អូនបាទចឹងតែនេះគាត់ពូជា2បាទយកបន្ទប់3បន្ទប់1បន្ទប់2បន្ទប់3បន្ទប់ហើយនឹងកន្លែងនេះទទួលភ្ញៀវទាំងអស់បាទត្រង់ចំណុចហ្នឹងបងប្អូនអាចរើសបានណាបាទយើងចូលមកទៅកន្លែងទទួលភ្ញៀវបាទយើងខាន់មកហើយបាទយើងធ្វើផ្លូវដើម1.2ម៉ែត្រហើយបានបន្ទប់អាហ្នឹងក៏បានដែរបាទតាមបងប្អូនទេអានឹងតាមការឆ្លាញ់ណាបាទសម្រាប់ពីដានយើងលេងបានស្អាតយើងបិទជ្រីពីដានហើយភ្លើងនេះយើងអាចដូរពណ៌បានបាទទៅតាមបងប្អូនឆ្លាញ់ណាមាន3ពណ៌បាទមាន3ពណ៌បាទតាមបងប្អូនឆ្លាញ់បាទមាន3បន្ទប់ហើយទ្វារឈើតាមបន្ទប់នេះគាត់ថែមមកយើងបងប្អូនបាទក្នុងស្តង់ដារយើងដាក់ទ្វារសុវត្ថិភាពឲ្យទ្វារសុវត្ថិភាពប៉ាស៊ីបាទហើយក្រោនជើងយើងលើកឲ្យ1.3ម៉ែត្របាទឡែកទូភ្ញៀវបាទដំបូងនេះបន្ទប់មេរូសាបងប្អូនបន្ទប់មេរូសាបាទគាត់ដាក់គ្រាដាក់អីមកស្អាតហើយបាទពីដានក៏យើងលេងស្អាតដែរបាទនេះຂະຫນាតកញ្ចក់ធំបាទនៅខាងមុខបាទអញ្ចឹងសល់មកល្មមបាទអត់ឆ្អៀតពេកទេបាទយើងដាក់គ្រាឈើធំហើយនឹងមានទូសំអាងអីរបស់គាត់ដែរនៅសល់ទីធ្លាអីប្រាស់មកសំរុំដែរបាទចឹងបងប្អូនអាចមើលទុកជាគំរូបានបាទបងប្អូនដែលមានដីតូចប៉ុន្តែយើងអត់ចង់ធ្វើផ្ទះល្វែងបាទយើងចង់ធ្វើវិឡាអីបាទអាចមើលម៉ូតនេះបានຂະຫນាត5កន្លះបាទ12ចឹងឡើងទទួលភ្ញៀវមកល្វែងបងប្អូនមកល្វែងដល់ខ្នើយនេះម៉ូតូគាត់ទុកក្នុងផ្ទះបាទនៅក្រៅគាត់ធ្វើសម្រាប់អត់ទាន់ហើយបាទអញ្ចឹងមកល្វែងតែម្ដងបងប្អូនមកល្វែងប្រើប្រាស់បាទសំរុំក្នុងការរស់នៅបន្ទប់ទី2បាទបន្ទប់ទី2បន្ទប់កូនស្រីគាត់បងប្អូនបាទអញ្ចឹងគាត់មានទូសំអាងដែរបាទខ្ញុំទៅមកស្អាតពីដានយើងរៀបចំឲ្យមកកាផ្លេបាទនេះបអួចអីយើងទុកຂະຫນាតធំឲ្យណា1.4ម៉ែត្របាទយកខ្យល់ចេញចូលដូចជាពន្លឺបានល្អណាបាទអញ្ចឹងបងប្អូនអាចមើលការងារបានបើសិនជាមានចំណាប់អារម្មណ៍បាទអាចតំណែងមកបានណាបាទនេះបន្ទប់ទី3បាទបន្ទប់ទី3បន្ទប់កូនពៅបាទបន្ទប់កូនប្រុសគាត់បាទតែអត់ទាន់ដាក់គ្រាដាក់អីទេបាទអញ្ចឹងបងប្អូនមើលបាទ
tục chi chấm nét đăng và chọn thưa luôn ai ấy bằng bốn anh mới cài cho bán đấy này mà nhom thon đấy mà ban này theoผมmốt để khang nhom thưa tê bằng bốn chọn thưa luôn ai ấy anh mới chia cùng rú bàn và chẳng bằng bốn ngọc lịch mà chọn like subscribe đã ru cần đăng tới làm bày bàn kênh một thời thay nếp tép bài mà tép bài có to màu bay mệt mà cào ấy mà bay mát con đừng pra mày cả lá này bà chẳng ngừng miền lành tép bài bà so lành đã tu hay là miền tục tật mùi bà có vô cần chop mà sát mà miền Việt Nam này được khía bà nhưng anh ấy thuê trên chấm hiên mà quật của pung này to xâm giáp á bà chẳng đào trên chấm hiến chỗ bạc lan này mà đồ bà nên cái lành cho tôi tiền này hà bà con bà nên phải tục tật mùi mà giờ tục tật nên cái nói mà nó lành tép bài bây giờ miền cái chọn miền ấy mà sát rồi ở đòn chẳng hết này bà miền Việt Nam mà miền sơn bật lên này mà gặp lề mà phải đá nó vô mà tối thì múa mà mẹp đá ở spec tép bài này bàn thống mà chẳng miên tới pan năng thế bằng bốn mà tép bằng anh mới bán đó này mà chập ở ai tên này thằng ông mà bàn mà ai làm từ lơ Facebook vậy bị ACK đó chạy nhé bằng bốn ai chat su bán hay bộ bằng bốn trong YouTube và ai comment mà nó trong video này đẹp mùi tới và rồi có bằng bốn cho khơi nhà cả phong vào nhau một xem chứ bông ôn like subscribe đã đủ cần đăng nè mũi tới bông ôn khởi nha bà nhung design to hay dân thơ to hay là mà đòn bà chẳng một thay thôi bà áo con cha